ជីវប្រវត្តិសង្ខេបវត្តអង្គក្តីវត្តអង្គក្តីស្ថិតនៅភូមិព្រៃស្មាច់ឃុំព្រៃវិហារស្រុកគងពិសីខេត្តកំពង់ស្ពឺវត្តអង្គក្តីស្ថិតនៅជ្រុងទិសអាគ្នេយ៍នៃទីរួមខេត្តកំពង់ស្ពឺប្រហែលប្រមាណជា70គីឡូម៉ែត្រទីអារាមមួយនេះបានកសាងដំបូងចាប់តាំងពីឆ្នាំ1911គិតមកដល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ115ឆ្នាំមកហើយវត្តអង្គក្តីដើមឡើយត្រូវបានកសាងឡើងដោយព្រះចៅអធិការជាច្រើនអង្គរួមមាន 1. ព្រះចៅអធិការព្រះនាមខៀវប៉ុកឡើងជាព្រះគ្រូចាស់អធិការនៅឆ្នាំ1911រហូតដល់ឆ្នាំ1927ទី 2. ព្រះគ្រូចាស់អធិការព្រះនាមលោកឡាយពីឆ្នាំ1927ដល់ឆ្នាំ1949ទី 3. ព្រះគ្រូចាស់អធិការព្រះនាមសិនហេងបានឡើងជាចាស់អធិការនៅឆ្នាំ1949ដល់ឆ្នាំ1951ព្រះអង្គបានចាក់សិក្ខាបទទៅទី 4 ព្រះគ្រូចាស់អធិការព្រះនាមតុនវលឡើងជាចាស់អធិការបានមួយឆ្នាំព្រះអង្គបានចាក់សិក្ខាបទនៅឆ្នាំ1963បន្ទាប់មកព្រះគ្រូចាស់អធិការព្រះនាមសួសសំបានឡើងជាចាស់អធិការបាន2ឆ្នាំទី 6 ព្រះគ្រូចាស់អធិការព្រះនាមឡុងប៉ាតឡើងធ្វើជាព្រះគ្រូចាស់អធិការនៅក្នុងកំឡុងឆ្នាំ1962ដល់ឆ្នាំ1975បានចាក់សិក្ខាបទប៉ុន្តែនៅចន្លោះរយៈពេល13ឆ្នាំដែលព្រះអង្គឡើងជាចាស់អធិការក្នុងនោះនៅឆ្នាំ1970មានស្ដេចមួយអង្គមានព្រះនាមថាសេនាប្រមុខលន់នល់បានធ្វើរដ្ឋប្រហារនៅទីក្រុងភ្នំពេញព្រះអង្គនៅបន្តធ្វើរហូតដល់ឆ្នាំ1975ទើបព្រះអង្គចាក់សិក្ខាបទដោយរបបប្រល័យពូជសាសន៍ប៉ុលពតបំបិទព្រះពុទ្ធសាសនាមិនឲ្យមានតទៅទៀតឡើយសូមបញ្ជាក់ថាចំពោះការកសាងទាំង5ជំនាន់ដោយស្នាដៃផ្នែកព្រះពុទ្ធសាសនាព្រះអង្គបានអប់រំធម៌អាសិក្ខាវិន័យជាច្រើនរូបព្រមទាំងបានបំពោះកុលបុត្រជាច្រើនរយនាក់ទៀតផងចំពោះការកសាងទីធ្លាក្នុងវត្តព្រះគ្រូទាំង6ជំនាន់លោកខិតខំកសាងបានដូចជាព្រះវិហារកុដិសាលាឆាន់ទីកន្លែងជាច្រើនទៀតសម្រាប់ព្រះសង្ឃរៀនសូត្រប៉ុន្តែអ្វីៗទាំងអស់ដែលបានកសាងពីពេលមុនទាំង6ជំនាន់មុននោះបានបំផ្លាញអស់ខ្ទេចខ្ទីទៅហើយដោយសារបនប្រល័យពូជសាសន៍ប៉ុលពតពួកវាបានធ្វើទុកបុកម្នេញនិងទុកវត្តអារាមជាកន្លែងសមរភូមិកងទ័ពមន្ទីរពេទ្យនិងជាកន្លែងរោងសិប្បកម្មរបស់ពួកវាចំណែកឯសមិទ្ធផលនានាត្រូវបានពួកវាបំផ្លិចបំផ្លាញចោលអស់គ្មានសល់រហូតមកដល់ថ្ងៃទី7ខែមករាឆ្នាំ1979បានគុណសម្ដេចតេជោហ៊ុនសែនបានធ្វើការប្រមូលកងកម្លាំងវាយរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតមករហូតដល់ឆ្នាំ1983លោកអាចារ្យជំនាន់នោះមានជាច្រើនរូបក៏បានទៅនិមន្តព្រះគ្រូចាស់អធិការពីវត្តអង្គស្ដុកមកគង់ធ្វើជាចាស់អធិការនៅវត្តអង្គក្តីពីឆ្នាំ1983ព្រះអង្គបានខិតខំរៀបចំទីអារាមឡើងវិញព្រមទាំងបានបំពោះកុលបុត្រជាភិក្ខុសាមណេររហូតដល់ឆ្នាំ1990ព្រះអង្គក៏បាននិមន្តទៅវត្តអង្គស្ដុកវិញវត្តនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានព្រះសង្ឃភិក្ខុសង្ឃគ្រប់វត្តឡើងវិញដោយឡែកតែវត្តអង្គក្តីលោកអាចារ្យនិងចាស់ជាច្រើនបានទៅនិមន្តព្រះគ្រូឌឺប្រាក់ធ្វើជាចៅអធិការព្រះអង្គបានខិតខំរៀបចំទីធ្លាវត្តអារាមបណ្ដើរនិងរៀបចំបំពោះសាមណេរបន្ថែមទៀតដើម្បីបន្តព្រះពុទ្ធសាសនាទៅមុខទៀតព្រះអង្គបានរៀបចំនិងគង់នៅវត្តអង្គក្តីបានរយៈពេល8ឆ្នាំមានព្រះគ្រូស្ដីទីព្រះនាមកែវសុខឡើងចាប់ពីឆ្នាំ1980ដល់ឆ្នាំ1990ព្រះអង្គបានសុគតទៅនិមន្តលាចាកលោកនេះទៅព្រះគ្រូព្រះនាមយកង៉ែតឡើងជាចាស់អធិការនៅឆ្នាំ1995ដល់ឆ្នាំ2004ទើបព្រះអង្គនិមន្តចាកលោកនេះទៅក្រោយមកមានព្រះគ្រូព្រះនាមធម្មប៉ាឡោហែមអឿនដោយមានលោកអាចារ្យគណៈកម្មការសម្រាប់វត្តអង្គក្តី
បានព្រមព្រៀងឯកភាពសម្រាប់និមន្តព្រះគ្រូព្រះនាមធម្មបាឡោហែមអ៊ឿនឡើងកាន់តំណែងជាព្រះគ្រូចាស់អធិការសម្រាប់វត្តអង្គក្តីស្ថិតនៅភូមិព្រៃស្មាច់ខុំព្រៃវិហារស្រុកគងពិសីខេត្តកំពង់ស្ពឺចាប់ពីពេលដែលព្រះអង្គមានតួនាទីជាព្រះគ្រូចាស់អធិការព្រះអង្គមានសង្ឃដីកាអប់រំណែនាំផ្នែកធម៌អាសិក្ខាវិន័យដល់ភិក្ខុសាមណេរដែលនៅក្រោមឱវាទរបស់ព្រះអង្គច្រើនណាស់ដែរចំពោះការកសាងផ្នែកសមិទ្ធផលក្នុងវត្តព្រះអង្គបានដឹកនាំភិក្ខុសាមណេរកសាងជារបងវត្តធ្វើដោយថ្មបេតុងព័ទ្ធជុំវិញមួយវិញទៀតព្រះអង្គបានរៀបចំរចនាសម្ព័ន្ធគឺរៀបចំកុដិសាលាដាំកូនឈើដើមឈើមួយចំនួនធំដូចជាឈើទាលនាងនួនបេងកគីនិងដើមឈើផ្សេងទៀតជាច្រើនលក្ខនិងលក្ខលុះក្រោយមកដល់ឆ្នាំ2024ព្រះអង្គក៏មានព្រះជន្មវ័យកាន់តែចាស់ព្រះអង្គបានពិនិត្យមើលអត្តចរិតផ្នែកសិលធម៌ក្នុងការយល់ដឹងពីព្រះពុទ្ធសាសនាឃើញថាមានពីរព្រះអង្គនឹងអាចបន្តវេនដឹកនាំតាមផ្លូវព្រះពុទ្ធសាសនាបានហើយព្រះអង្គបានប្រជុំភិក្ខុសង្ឃនិងលោកអាចារ្យគណៈកម្មការទាំងអស់ជ្រើសតាំងមានពីរអង្គមួយភិក្ខុសុទ្ធសីឡោសុកសាវិនឋានៈជាព្រះគ្រូសូត្រស្ដាំ2ភិក្ខុសូតបញ្ញោឆាយសុភរៈឋានៈជាគ្រូសូត្រឆ្វេងក្រោយពីការជ្រើសតាំងរួច2ឆ្នាំមកព្រះគ្រូសុកសាវិនឡើងទៅរៀនបន្តសាលាពុទ្ធៈនៅទីក្រុងភ្នំពេញឯព្រះគ្រូឆាយភរៈព្រះអង្គគង់នៅវត្តសពថ្ងៃព្រះអង្គបានខិតខំប្រឹងប្រែងណាស់ដូចជាជីកស្រះរៀបចំសួនផ្ការចនាសម្ព័ន្ធតុបតែងកន្លែងព្រះពុទ្ធសាសនាចូលបរិនិព្វាននៅក្រោមដើមរាំងជាដើមសពថ្ងៃព្រះអង្គកំពុងរៀបចំបណ្ដារហូតដល់ព្រះអង្គបានឈានចូលរួមចំណែករៀបចំនៅសាលារៀនផងដែរមួយអន្លើព្រះអង្គបានរៀបចំបង្កើតមូលនិធិដើម្បីរួមចំណែកជួយដល់បងវីរៈកងទ័ពនៅសមរភូមិមុខផងដែររួមទាំងបងប្អូនភិក្ខុនិងកិច្ចការងារមនុស្សធម៌មួយចំនួនទៀតផងដែរជាទីបញ្ចប់ខ្ញុំព្រះករុណាសូមគោរពចម្រើនពរជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសជនដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិដើម្បីការពារទឹកដីព្រមទាំងគោរពចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទគ្រប់ទិសទាំង8សូមឲ្យជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតទៅជាប្រការដតីឡើយសូមអរព្រះគុណនិងសូមអរគុណនៃជាតិខែ